ស្វាគមន៍បងប្អូនមកកាន់ Channel បារមីស្រុកខ្មែរមហានគរ Channel យើងខ្ញុំសូមនាំអារម្មណ៍បងប្អូនមកស្ដាប់នៅការអធិប្បាយរៀបរាប់អំពីបារមីនាគក្រៀកនិងទំនាយនាគផុសនៅក្នុងនគរខ្មែរព្រមទាំងនគរជិតខាងនានានិងប្រទេសជាច្រើនដែលនិយមនឹងមានជំនឿលើបារមីនាគក្រៀកព្រមទាំងចង់ឲ្យនាគផុសនៅទីកន្លែងព្រមទាំងតំបន់នៃប្រទេសរបស់ខ្លួនបារមីនាគក្រៀកត្រូវគេជឿថាគឺជាបារមីដែលមាននៅឫទ្ធិអំណាចរបស់ស្ដេចនាគក្រៀកឬក៏នាគក្រៀកគេមានជំនឿថានាគក្រៀកគឺជាសត្វដែលនាំមកនូវសិរីមង្គលវិបុលសុខព្រមទាំងភាពត្រជាក់ត្រជុំភាពរុងរឿងនិងភាពក្សេមក្សាន្តបារមីនាគក្រៀកគឺជាបារមីដែលនាំមកនូវភាពរឹងមាំការការពារដែលអាណាចក្រព្រមទាំងជួយសង្គ្រោះដល់ទឹកដីនគរជាបារមីដែលគង់ស្ថិតថែរក្សាជាព្រលឹងរាប់ពាន់រាប់រយឆ្នាំមកហើយសត្វនាគក្រៀកជាសត្វដែលតំណាងនៅភាពមង្គលប្រសើរសម្រាប់ប្រទេសជិតខាងនិងតំបន់នានាព្រមទាំងជាប្រពៃណីទំនៀមទម្លាប់របស់ប្រទេសទាំងអស់នោះគេមានជំនឿលើនាគក្រៀកខ្លាំងដូចជាប្រទេសថៃប្រទេសខ្មែរយើងប្រទេសចិនភូមាឡាវជាដើមសុទ្ធតែជាអ្នកមានជំនឿលើនាគក្រៀកនិងប្រទេសដទៃជិតជាច្រើនគេមានជំនឿថាកាលណានាគក្រៀកផុសនៅប្រទេសណាប្រទេសនោះនឹងមានភាពរុងរឿងថ្កុំថ្កានតាមប្រវត្តិនាសម័យបុរាណដ៏យូរលង់ណាស់មកហើយនាគក្រៀកត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសព្រមទាំងនគរខ្មែរនិងធ្វើឲ្យនគរខ្មែរមានភាពរុងរឿងចម្រើនផងដែរក្នុងនោះគេកត់សម្គាល់ឃើញថាផុសតាងជាច្រើនព្រមទាំងចម្លាក់និងរូបសំណាករូបនាគជាច្រើនបានឆ្លាក់ទុកនៅតាមប្រាសាទព្រមទាំងទីកន្លែងសក្ការៈបូជាស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសនិងនគរខ្មែរហើយនៅប្រទេសជិតខាងដទៃទៀតដូចជាប្រទេសថៃប្រទេសចិនប្រទេសឡាវសុទ្ធតែមានវប្បធម៌អរិយធម៌ស្រដៀងគ្នាដែលមានជំនឿមុតមាំទៅលើបារមីស្ដេចនាគក្រៀកព្រមទាំងសត្វនាគដែលជាសត្វអាតកំបាំងបង្កប់នូវភាពល្អប្រសើរព្រមទាំងភាពរុងរឿងសម្រាប់នគរនិងប្រទេសនានាដែលគេគ្រប់គ្នាតែងតែគោរពកោតខ្លាចនៅអំណាចរបស់ស្ដេចនាគនិងចង់ឲ្យប្រទេសរបស់ពួកគេមាននាគក្រៀកផុសគ្រប់សម័យកាលដើម្បីកសាងទឹកដីនិងភាពរឹងមាំភាពរុងរឿងនៃប្រទេសរបស់ខ្លួនផងដែរប្រទេសដែលមានជំនឿលើស្ដេចនាគក្រៀកឬក៏បារមីនាគក្រៀកឬក៏សត្វនាគនេះសុទ្ធតែមានចម្លាក់បុរាណព្រមទាំងចម្លាក់ប្រណិតរូបសំណាកផ្សេងដែលសាងសង់ឡើងមានទម្រង់ខុសប្លែកនិងផ្សេងគ្នាទាំងអស់នោះសុទ្ធសឹងតែជានាគក្រៀកដែលមាននៅរចនាបថនិងចម្លាក់ដ៏ប្រណិតដែលគេហាក់បីដូចជាកត់សម្គាល់ឃើញថានាគក្រៀកគឺជាសត្វដែលមានអំណាចខ្លាំងពូកែព្រមទាំងអំណាចដែលធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តព្រមទាំងគោរពយ៉ាងខ្លាំងក្លាទៅលើនាគក្រៀកនេះបើយើងងាកមកមើលនៅក្នុងប្រទេសកម្ពុជាឬទឹកដីនគរខ្មែររបស់យើងវិញចាស់ចំនួនដើមតែងតែដំណាលតគ្នាអំពីស្ដេចនាគក្រៀកព្រមទាំងបារមីនាគក្រៀកឬក៏សត្វនាគនេះដែលនឹងត្រូវផុសនៅក្នុងប្រទេសរបស់យើងនៅក្នុងកាលខាងមុខជាបន្តបន្ទាប់ដែលគេជឿថានាគក្រៀកពិតជាមានពិតប្រាកដមែនមិនមែនមានតែក្នុងចម្លាក់ឬក្នុងប្រវត្តិរឿងព្រេងអក្សរសិល្ប៍ទេវកថានានានៅក្នុងប្រទេសឬក៏នៅតាមប្រាសាទនានារបស់ខ្មែរឡើយដូច្នេះគេជឿថាស
សត្វនេករាជបើនឹងផុសឡើងនៅក្នុងប្រទេសណាឬផុសឡើងនៅក្នុងប្រទេសរបស់យើងនឹងភាពរុងរឿងត្រជាក់ត្រជុំសេមសានសម្រាប់នគរខ្មែរនឹងនាំមកនៅការការពារភាពរឹងមាំអំណាចយ៉ាងខ្លាំងក្លាហេតុដូច្នេះនៅក្នុងប្រទេសរបស់យើងក៏សម្គាល់ឃើញថាគេតែងតែឃើញនៅរូងនាគនៅរូងចម្លែកជាច្រើនដែលនិយាយដូចខាងដើមថាគេសុទ្ធតែនិយាយតគ្នាថាជារូងនាគហើយរូងបែបប្រភេទនេះគឺមាននៅគ្រប់ទីកន្លែងជុំវិញទឹកដីនគរខ្មែរមានទាំងលអាងមានទាំងអណ្ដូងឬក៏ជាប្រភេទរូងជ្រៅនិងមានដាននាគដែលគេកត់សម្គាល់ព្រមទាំងជឿយ៉ាងមុតមមថានាគនៅមានជីវិតរស់នៅឡើយព្រោះថានាគតែងតែបង្ហាញខ្លួននៅតាមតំបន់និងទឹកទន្លេព្រមទាំងទីកន្លែងផ្សេងនិងឲ្យមនុស្សបានឃើញជាញឹកញយតាមស្រមោលតាមការសុបិននិមិត្តនានាដែលគេជឿថាជាបរមីឬជាបារមីនៃព្រលឹងនាគដែលយើងទៅបង្ហាញប្រាប់ដល់ពួកគេហើយមានអ្នកខ្លះទៀតក៏ជាអ្នកដែលមានជំនឿលើបរមីស្ដេចនាគរាជបានបន្តដែរថាគាត់បានបួងសួងនិងបានសំពរជ័យពីបារមីស្ដេចនាគរាជហើយក៏បាននាគរាជនឹងឃើញបង្ហាញខ្លួនតាមរយៈសុបិននិមិត្តរបស់គាត់ប្រាប់គាត់ថានឹងមាននាគផុសពិតប្រាកដពេទ្យនៅក្នុងប្រទេសខ្មែរដោយឡែកនៅក្នុងប្រទេសថៃព្រមទាំងប្រទេសផ្សេងទៀតក៏មានជំនឿលើនាគរាជនេះខ្លាំងដែរគេតែងតែធ្វើពិធីបន់ស្រន់បួងសួងឧទ្ទិសនិងយាងនៅស្ដេចនាគអន្តងយ៉ាងខ្លាំងក្លាបំផុតដែលពុំដឹងថាការធ្វើពិធីនេះគេចង់មានអត្ថន័យឬក៏បញ្ជាក់យ៉ាងណាដឹងត្រឹមតែថាចង់ឲ្យស្ដេចនាគផុសនៅក្នុងនគររបស់គេជាខ្លាំងព្រោះនាគជាឥទ្ធិពលនៃអំណាចព្រមទាំងភាពរុងរឿងដែលពួកគេជាអ្នកជឿលើបារមីនិងដួងព្រលឹងដូចជាប្រទេសកម្ពុជានិងនគរខ្មែរដើមដែរម្យ៉ាងវិញទៀតយើងក៏សម្គាល់ឃើញថាព្រះរាជាជំនាន់ដើមនៃនគរនិងប្រទេសនានាជាច្រើនដែលមានជំនឿលើនាគគេតែងតែមានទុកដានព្រមទាំងប្រវត្តិជាច្រើនដែលទាក់ទងនឹងនាគព្រមទាំងប្រវត្តិតគ្នាដែលដំណាលពីសត្វនាគប្រាប់ដល់កូនចៅរបស់ពួកគេនិងប្រាប់ឲ្យកូនចៅរបស់គេថ្វាយបង្គំព្រមទាំងគោរពនៅស្ដេចនាគឬនាគរាជដែលជាអំណាចបរិសុទ្ធនិងជាដួងវិញ្ញាណរាប់ពាន់រាប់រយឆ្នាំស្ដេចនាគរាជជាស្ដេចដែលមានអំណាចធ្វើឲ្យប្រទេសនានាកោតស្ញប់ស្ញែងព្រមទាំងខ្លាចអំណាចរបស់ទ្រង់ហើយនឹងចង់ឲ្យស្ដេចនាគទៅឃុំក្រងការពារទឹកដីនគររបស់គេជាខ្លាំងមិនថាប្រទេសចិនប្រទេសថៃប្រទេសភូមានិងប្រទេសជាច្រើនទៀតគេបានធ្វើប្រាសាទនានាឧទ្ទិសថ្វាយដល់ស្ដេចនាគនិងជាចម្លាក់ព្រមទាំងរចនាបថនិងភាពរុងរឿងរបស់គេតាមតំបន់នីមួយមួយវិញទៀតទំនាយនាគផុសគឺជាទំនាយដែលបានទាយទុកនិងបានប្រាប់ពីហេតុភេទនិងហេតុការណ៍នៃការផុសរបស់សត្វនាគមកលើប្រទេសនីមួយដែលនាំនូវភាពក្សេងសាន្តភាពរុងរឿងត្រជាក់ត្រជុំដល់ប្រទេសទាំងនោះរីឯនគរខ្មែរវិញក៏មានទំនាយទាយទុកដែលចាស់សម័យបុរាណបានប្រាប់និងមាននៅលើចម្លាក់ប្រាសាទនានាដែលគេបានបកស្រាយថានាគរាជនឹងផុសម្ដងទៀតនៅក្នុងទឹកដីនគរខ្មែរដោយការគ្រាដើមឡើយនាគរាជក៏ធ្លាប់បានបង្ហាញខ្លួននៅលើទឹកដីនគរខ្មែររបស់យើងដែរដែលបាននាំនៅភាពត្រជាក់ត្រជុំក្សេងខ្សាន្តអស់រយៈកាលដ៏យូរនៅក្នុងប្រទេសរបស់យើងនឹងធ្វើឲ្យមនុស្សជំនាន់មុននិងមនុស្សជំនាន់ក្រោយគ្រប់គ្នាទាំងអស់ចង់ដឹងនៅអាចកំបាំងព្រមទាំងរឿងរ៉ាវ
ពាក់ព័ន្ធជាមួយនឹងនាគក្រៀកថាតើសត្វនាគក្រៀកពិតជាមានប្រកបមែនឬតើសត្វនាគក្រៀករស់នៅទីណាសពថ្ងៃព្រោះគេពុំដែលបានឃើញនាគក្រៀកបង្ហាញខ្លួនម្ដងទៀតឡើយតាំងពីសម័យបុរាណមកដោយការនិយាយតគ្នានិងបន្សល់នៅរូបចម្លាក់បុរាណនានាត្រឹមមកដល់សពថ្ងៃនេះប៉ុណ្ណោះបើតាមជំនឿជាក់ប្រកបរបស់ខ្មែរដើមនាសម័យបុរាណបាននិយាយរៀបរាប់ថាសត្វនាគក្រៀកពិតជាមានប្រកបមែនព្រោះថាសត្វនេះជាសត្វដែលចុះមកចាប់កំណើតនៅលើទឹកដីខ្មែរព្រមទាំងជាដួងវិញ្ញាណសត្វមួយប្រភេទជាសត្វទេពរបស់ឋានសួគ៌ដែលបានយើងចុះមកមានវិញ្ញាណនិងមានបារមីឃុំក្រងហេតុនេះហើយទើបនាគក្រៀកជាបារមីដែលគេជឿថានាំនៅភាពចម្រើនរុងរឿងដល់ប្រទេសនិងនគរនិងមនុស្សលោកនានាផងដែរលើពីនេះទៅទៀតគេជឿថាបើសិនជាប្រទេសណាមាននាគក្រៀកត្រូវផុសមុនគេនោះនឹងត្រូវបានក្លាយជាប្រទេសដែលមានភាពរុងរឿងអស្ចារ្យនិងជាមហាអំណាចលើពិភពលោកព្រមទាំងជាប្រទេសដែលមាននៅសេចក្តីសុខចម្រើននិងមិនមាននៅគ្រោះភ័យជាប្រទេសដែលមានបារមីព្រមទាំងភាពរុងរឿងគ្រប់លំដាប់ពេញនគរហេតុដូច្នេះហើយទើបប្រទេសនានាព្រមទាំងប្រទេសជិតខាងតែងតែមានជំនឿព្រមទាំងមានការប្រទាក់ប្រទាញគ្នារវាងបារមីនាគក្រៀកនេះនិងមានជំនឿជាច្រើនដែលតាក់ទងនឹងនាគក្រៀកមកកាន់ទឹកដីនគរខ្មែររបស់យើង